សួស្តីបងប្អូនថ្ងៃនេះខ្ញុំចេញវីដេអូមួយចែកម្លែកអំពីការព្យាបាលត្រីជាកម្មហើយត្រីជាកម្មនេះដែរវាមានបញ្ហាឡើងផ្សិតដោយសារពេលដែលខ្ញុំយកចូលមកខ្ញុំអានតែខែនឹងខែក្តៅអត់បានដាក់បញ្ចូលកម្ដៅឲ្យវាណាដល់ពេលអញ្ចឹងអាសីតុណ្ហភាពនៅក្នុងទឹកហ្នឹងវាឡើងចុះទៅវាធ្វើឲ្យត្រីនេះវាឈឺកាលណាវាឈឺគឺវាឡើងផ្សិតហើយចំពោះត្រីជាកម្មនៅពេលណាដែលវាអត់ស្រួលខ្លួនអាកតុយក្រោយពោះវៀនគឺវាក្តៅវាអត់លាដូចចេះណាបងប្អូនបាទហើយត្រីជាកម្មដែលខ្ញុំថតនេះគឺពូជអទុំ F1 ដែលជាពូជថ្លៃជាងគេមកត្រីជាកម្មហើយពូជអទុំនេះដែរវាមានពូជ S0 ហើយនិង F1 S0 គឺត្រីដែលគេចាប់មកពី Amazon ហើយអានេះ F1 នេះគឺជាពូជប្រកាសចេញមកពីពូជ S0 អញ្ចឹងខ្ញុំគិតថាប្រហែលជាបងប្អូនអាចមើលឃើញហើយដែលវាឡើងផ្សិតបងប្អូនគឺមានន័យថាបើយើងមើលពីចំហៀងខ្លួនទៅវារៀងឡើងសស្ពុះហ្នឹងណាបាទខ្ញុំសង្ឃឹមថាបងប្អូនអាចមើលឃើញពីការឡើងផ្សិតរបស់វាហ្នឹងអញ្ចឹងក្នុងការព្យាបាលអាហ្នឹងគ្រាន់តែយើងមានបញ្ចូលកម្ដៅមួយមកយើងត្រូវសេតអង្សាវានឹងឲ្យត្រូវតាមទំហំទូរបស់យើងទៅហើយចំពោះថ្នាំគឺយើងត្រូវប្រើពួកអា fungus នេះពួកអាថ្នាំ fungus នេះគឺប្រកែបងប្អូនវាថាត្រីរបស់យើងវាឡើងសិតខ្លួនសឹកកតុយសឹកដៃឬក៏ទឹកស៊ីកតុយទឹកស៊ីដៃហ្នឹងគឺយើងអាចប្រើបានហើយនៅពេលដែលយើងវាស់ទៅតាមຂະຫນាតនៃទូរបស់យើងហើយថ្ងៃទី4យើងនឹងឃើញត្រីរបស់យើងហ្នឹងគឺចាប់ផ្ដើមជាសះស្បើយលឿនមែនតើអញ្ចឹងថ្នាំនេះគឺយើងប្រើតែ2ដងឯងប្រើតែ2ដងគឺវាជាឯងអញ្ចឹងនៅពេលដែលយើងវាយថ្នាំនឹងរួចហើយថ្ងៃទី5គឺយើងត្រូវដូរទឹកវា 50% នៅពេលដែលដាក់ទឹកថ្មីចូលយើងត្រូវវាយថ្នាំនឹងវាស់ទៅតាមបរិមាណអាទឹកថ្មីនឹងចូលមកវិញអញ្ចឹងតែ2ដងគឺត្រីនឹងវាជាឲ្យបងប្អូនហើយបើសិនជាបងប្អូនមានចម្ងល់អ្វីផ្សេងទៀតបងប្អូនអាច comment សួរខ្ញុំបានបាទហើយបងប្អូនជួយ subscribe ជួយ like វីដេអូខ្ញុំផងអរគុណច្រើន